ជួបរឿងពីមានយើងគូមានលក្ខណៈមានតួអង្គហើយនឹងតួអង្គរឹងតួអង្គចំប្រភេទទឹកហ្នឹងហើយបាទពីទឹកឡើងលើមកជួរកន្លែងប្រសង់ហ្នឹងណាហើយតួអង្គហើយបាទប្រពន្ធនេះតួអង្គរឹងអីទេឆ្ងាយយើងអត់នេះចាំបាយថាពីមុខតែចំហ្នឹងយើងត្រូវធ្វើច្បាស់តាក់ទាញចំណុចហ្នឹងឯងគំនូប្រភេទនេះគេហៅអីគេបងអានេះលក្ខណៈប្រភេទមើលទៅនឹង all abstract ហ្នឹងហើយទៅ abstract អានេះរៀងក្រណាមើលរៀងយល់បើ abstract ខ្លះមើលទៅពិបាកយល់យើងមិនមែនជាអ្នកគូមើលអត់យល់ហ្មងមកប្រវត្តិគូថ្មីហ្មងវ៉ាវស្អាតអានេះគេហៅគំនូបៀកណាបងបាទគំនូបៀកឬក៏ប្រេងបងអាគំនូប្រេងហ្នឹងហៅ color វាទេអូអញ្ចឹងអានេះគេហៅគំនូបៀកណាបងវ៉ាវមើលទៅថ្ងៃរះហ្មងឡើងអែមពោស្មើនេះទឹកថ្នាំគាត់ស្អាតបងប្អូនស្អាតមើលមកដឹងដូចថ្ងៃរះហ្មងពណ៌គាត់និយាយពណ៌ត្រីនេះគាត់មានគំនូរដំរីផ្ទះនេះតាមជាប់ទឹកជនបទអីអែមស្អាតមែនតើហើយនេះអានេះក្រោយពីគាត់គូសហើយបៀកហើយគាត់ដាក់ស៊ុំបែបលក្ខណៈក៏ថង់ស្លោបថង់អីចឹងក៏ឃើញស្អាតដែរគំនូអានេះជាទូទៅគេប្រើអញ្ចឹងឬក៏គេដាក់អាស៊ុំនោះបងហុកស៊ុំគឺយើងមានតែបងនេះអូនេះបងប្អូនយើងអាចដាក់អញ្ចេះក៏បានលាបបែបនេះក៏បានចេះក៏បានឬក៏ដាក់ស៊ុំបែបឬក៏ដាក់តាំងនេះក៏ស្អាតដែរនេះស្អាតវ៉ាវចំណែកនេះទៅរូបព្រះពុទ្ធនេះព្រះពុទ្ធវ៉ាវស្អាតណាស់នេះបងប្អូនចំណែកនេះដូចជាគីញ៉េសនេះដំរីចាស់ព្រំហើយនេះគឺធ្វើផ្ទះនៅតាមជនបទបងប្អូនមានទូកមានអីនេះប្រសង់ពីរអង្គចំណែកនេះគឺអូឆ្លោះមានផ្ទះមានស្រះតាក់មកហើយសាពណ៌វារៀងឆើតអ្នកចូលចិត្តខៀវឆ្លាស់ហ្នឹងមានទឹកមានភ្នំមានមេឃអត់មានភ្នំទេសុំតោះមានផ្ទះមានប្រសង់មានប្រាសាទមានទឹកមើលទៅស្អាតមែនតើស្អាតនិយាយទៅគំនូណាក៏មានភាពស្រស់ស្អាតរបស់វាដែរអាចថាប្លែកគ្នាមួយអីចឹងណាបងប្អូនតែគំនូដែលគាត់គូសខាងក្រៅមិញហ្នឹងខ្ញុំមើលខ្ញុំស្រឡាញ់ចាក់ចិត្តជាងតែនេះដូចជាបៀកតិចអានេះអត់សូវផុសខ្លាំងទេបើរូបចម្លាក់ខ្លះអានេះគូជក់ណាហ្មងអញ្ចឹងមិនមើលទៅអត់ឃើញផុសខ្ញុំណាបាទអូដោយសារអញ្ចឹងតែបងប្អូនធ្វើស៊ុំបែបនេះក៏ស្អាតដែរបងប្អូនចំណែកនេះបៀកគំនូបៀកសិតតែបងគូទាំងអស់ហ្មងនិយាយទៅគ្រួសារខ្ញុំគូទាំងអស់អូក្រុមគ្រួសារហ្មងអូប៉ាខ្ញុំគាត់đangរៀនអូខ្ញុំប្រុសគាត់អ្នកបង្រៀនបាទអានេះសឹងគំនូប្រភេទនេះគេហៅអីគេបងអានេះលក្ខណៈប្រភេទមើលទៅនឹង all abstract ហ្នឹងហើយទៅ abstract អានេះរៀងក្រណាមើលរៀងយល់បើ abstract ខ្លះមើលទៅពិបាកយល់យើងមិនមែនជាអ្នកគូមើលអត់យល់ហ្មងហើយអ្នកខ្លះអាចអត់ស្រឡាញ់តែដល់នេះវិញមើលទៅយើងអាចមើលដឹងថាជារូបអីចឹងណាបងប្អូនប៉ុន្តែគាត់ថាវានៅតែមានភាពលក្ខណៈគេហៅថាការសម្មើសម័យអីចឹងទៅអត់ច្បាស់ភាពមិនច្បាស់អីចឹងណាស្អាតខ្ញុំស្រឡាញ់រូបនេះមែនតើហើយពណ៌ contrast គ្នាមែនតើពណ៌ឆ្លុះគ្នាពណ៌ contrast គ្នាវ៉ាវអែមមែនតើនេះមើលមុខទឹកដៃជាងមួយក្នុងចំណោមជាងទាំងអស់អរគុណបងស្អាតណាស់ស្អាតនេះសំណួរនេះក៏ស្អាតដែរនេះបៀកមើលមកឡើងផុសនេះបងប្អូនក្នុងវីដេអូក៏អាចមើលឃើញដឹងថាផុសខ្លាំងណាស់នេះចាប់បានអត់អីលក្ខណៈផុសអត់អីទេស្ងួតដែរបាទ
មានសត្វមានដើមថ្នោតមើលមកអាស៊ីអាគ្នេយ៍ហ្មងមើលមកខ្មែរយើងហ្មងព្រោះសារគាត់យកបាក់យកឈើអញ្ចឹងគាត់មូដាក់ស្មុកនេះបាទឆេះនេះបងប្អូនបើសិនជាជ្រុះលបអីអត់អីទេបងអត់អីគាត់ដាក់ស្មុកចេះបងប្អូនអាចទិញចេះទៅហើយអាចទៅដល់ផ្ទះអាចទៅឲ្យជាងធ្វើសុំខ្លួនឯងបានអញ្ចឹងណាបងប្អូនយើងរំជូនគាត់ចេះឯងបើហូបអត់ស្ងួតវានៅបែកថ្នាំបើថាហូបស្ងួតហើយយើងចង់រំទុក4 20ថ្ងៃក៏អត់អីដែរបាទកំលូនធ្លាប់ទិញពីហុងកុងមួយដែរបៀកយ៉ាងហ្នឹងការបានហើយយើងយកទៅដាក់ស៊ុំទៅនេះអីមើលមកស្អាតមួយយ៉ាងនេះពណ៌ទាំងស្រស់ភីងភីងណានេះពណ៌ទាំងភីងភីងជីវិតណាបងអូនេះហ่ะវ៉ាវស្អាតអូកំពុងភ្លុកហ៎ស្អាតតែចំណែកមួយនេះក៏ថែមប្រាសាទចឹងទៅឲ្យមានលក្ខណៈថាមើលទៅដឹងខ្មែរបងប្អូនលើលោកនេះអត់មានណាមានប្រាសាទអង្គរវត្តឲ្យមានខ្មែរយើងទេតែបើថាភូមិបដាយទឹកអីចេះវាអាចនឹងតំបន់អាស៊ីអាគ្នេយ៍អាចឈៀងគ្នាតិចណាបងប្អូនប៉ុន្តែរូបនេះគឺគាត់គូសនៅគាត់សម្ដៅទៅលើកំពង់ភ្លុកនេះស្អាតមែនតើទំហំប៉ុន្មានបងអានេះ820ទេបងវ៉ាវស្អាតគេខ្ញុំថតពីលើមកខំឲ្យបងប្អូនមើលពួកវាយើងឆ្នៃបណ្ឌិតចេះតែនឹកឃើញធ្លាប់យើងទៅទិដ្ឋភាពទៅយើងនឹកឃើញបាទបងនេះកំពុងរកចំហើយខ្លាំងបាទមកតែទឹកខាងលើយើងកែឆ្នៃខ្លះវ៉ាវកែឆ្នៃនៅប្រាសាទនេះពណ៌នេះស្អាតណាស់មើលមកឡើងលិចស្អាតហ្មងលក្ខណៈបែបសរសើរជាងមែនហ្នឹងហើយពួកសាមិញឆ្ងាយដល់ពេលចេះជាមួយថត detail ឲ្យបងប្អូនមើលរៀងលម្អិតណានេះខាងលើនេះគាត់ធ្វើបែបមើលឈើនេះឃើញបងប្អូននេះគាត់បៀកទឹកថ្នាំមើលទៅដូចសើមយ៉ាងតែការពិតស្ងួតតែចឹងណាបងប្អូនហើយគាត់មានសត្វអីចឹងទៅនេះហើយស្វាស្វាចានេះបងនេះគេបងប្រភេទដូចស្បៃគេហាលស្បៃអីចឹងទៅបងអូខេវ៉ាវស្បៃពួកនៅស្រុកនេសាទអញ្ចឹងអាចទៅគាត់ប្រើស្បៃប្រើអីចឹងទៅទ្រូមានអីចឹងហ្នឹងហើយបងនេះដំបងហ្នឹងឃើញមកឡើងអែមហ្មងផ្ទះបែបខ្មែរយើងនៅតាមជនបទស្រុកស្រែចំការតែនេះស្រុកតាមទន្លេខ្ញុំស្រឡាញ់ផ្នែកខាងក្រោមនេះមែនទែនផ្នែកកន្លែងនេះផ្ទះហើយនឹងមើលបែបដូចឈូកដូចមើលទៅមានអារម្មណ៍ថារស់ទៅវើមានអារម្មណ៍ថាទឹកនឹងមានជីវិតមើលទៅដូចហ្មងមើលមានអារម្មណ៍មានជីវិតហ្មងតែសំខាន់គាត់ចេះប្រើពណ៌គាត់មានភាពច្នៃប្រឌិតហើយឆ្លាតក្នុងការប្រើពណ៌មើលទៅបងប្អូនមើលទៅវារៀងឆើតបន្តិចប៉ុន្តែមើលទៅភ្នែកយើងទាញមករកកន្លែងចំណុចអស់ហ្នឹងហ្មងហើយខ្មែរយើងអត់សូវចោលឲ្យតាក់ទងនឹងប្រសង់ណាកាលណាយើងថែមរូបប្រសង់បញ្ចូលសាសនាអីបន្តិចមកគឺស្អាតមែនតើទូគាត់មើលអានេះសម្រាប់ខ្ញុំណាខ្ញុំមើលមកមានអារម្មណ៍ថាដូចមានជីវិតហ្មងរូបនេះមើលទូកអីមានអារម្មណ៍ថាដូចនៅក្នុងសម្បិនតែបែបមានជីវិតរូបហ្នឹងវាមានយើងគូមានលក្ខណៈមានតួអង្គហើយនឹងតួអង្គរឹងតួអង្គចំប្រភេទទឹកហ្នឹងហើយបាទពីទឹកឡើងលើមកជួរកន្លែងប្រសង់ហ្នឹងណាហើយតួអង្គហើយបាទតួអង្គបាទបងប្អូននេះតួអង្គរឹងអីទេឆ្ងាយយើងអត់នេះចាំបាយថាពីមុខតែចំហ្នឹងយើងត្រូវធ្វើច្បាស់បាទវាតាក់ទាញចំណុចហ្នឹងឯងបាទអញ្ចឹងតួអង្គបាទហ្នឹងហើយអញ្ចឹងมันចលេកមកមានអារម្មណ៍ថាមានជីវិតជីវ៉ាហ្មងទៅសុំសួរបន្តិចបាទតម្លៃតែណាគេចាប់អារម្មណ៍ខ្មែរយើងតម្លៃតែ$30អានេះយើងគូខ្លួនឯងយើងលក់ខ្លួនឯងបើយើងយកមកពីគេត្រូវការជាងចំណេញទីទួអញ្ចឹងណាអាចគេលក់45ទៅបងអានេះជាទូទៅគេប្រើសុំអញ្ចឹងហ្មងឬក៏គេដាក់សុំហ្មងទាំងសុំហ្មងអត់ទេបងសុំយើងគិតផ្សេងបាទអញ្ចឹងតែសាច់កណាត់អីមែនទេបាទតែសាច់កណាត់អូខេសាច់ចំនួនតែនេះអត់មែនទេកន្លែងជាងមានគេទៅដល់គេរៀបចំបាយឲ្យវាតាំងអត់សាច់ស្ប៉េសទៅតាំងស្អាតជាស្រឡាញ់ទៅនឹងឯងស្រឡាញ់ចេះជាងចឹងគាត់ថារសនិយមគឺខុសគ្នាតែអានេះមិនមែននេះណាមើលមកក៏ស្អាតណាឆ្លោះហ្មងអូហ្នឹងកន្លែងនេះសម្បូរគេធ្វើនៅហើយវ៉ាវពេលគាត់ដាក់សុំមកឃើញថែមរសជាតិទៅបងប្អូន
ជាតិនឹងអ្នកមានផ្ទះហើយត្រូវបាយត្រៀមហើយអាហ្នឹងដូចជាគេអត់ប្រើកញ្ចក់ឯងបងពេលយើងដាក់កញ្ចក់វាមានស្មោល អត់ប្រើ វាស្មោល គេប្រើកញ្ចក់ បាទវាស្មោលតែក៏ប្រភេទពណ៌តែយើងជូតទឹកលាងទឹកបានអីក៏មកតែប្រភេទផ្ទៃសអញ្ចឹងយើងកັບថងការពារបន្លាស់អញ្ចឹងណា បាទបង គាត់នេះជូតបាន ជូតបានមិនឆ្លាញ់អីវាអត់ជូតទឹកនឹងអីទេដោយសារឃើញរូបកັບថងចេះដោយសារតែយើងខ្លាចបន្លាស់ បាទសប្រឡាក់ទៅផ្ទៃស កាន់ចុះកាន់ឡើងវាបន្លាស់ នេះអីមើលស្អាតមែនតើនេះ បញ្ហាអីទេ នេះពណ៌វាឆើតអានេះដូចមេឃគេហៅ golden hour នេះបើព្រឹកម៉ោងចន្លោះ6 7អីទៅ5 7ល្ងាច4 6អីចន្លោះម៉ោងហ្នឹង golden hour ពណ៌មេឃថ្ងៃរៀបលិចឬក៏មេឃតម្រះថ្ងៃរៀបរះ នេះដូចមើលទៅដូចទ្រូចឹងបងប្អូនហើយមានទូកមានប្រសង់អត់សូវចោលហើយយើងបញ្ចូលរូបសាសនាខ្លះស្អាតមែនតើ បរទេសចូលចិត្តហ្នឹងចឹង បាទបរទេសចូលចិត្ត ហើយតែមើលគាត់ឃើញយើងគូនៅមុខចឹងគាត់ចាប់ បាទអានេះ handicraft លក្ខណៈយើងធ្វើដោយដៃហើយនេះក្បាលដំរីក៏ស្អាតដែរតែពណ៌បែបឆើតបានដំរីបែបឆើតបងប្អូនហើយខាងនេះគឺប្រាសាទហើយនឹងប្រសង់ខាងក្រោមនេះបងប្អូន នឹងបរទេសហើយមួយដែលលក់ដែរ បាទ ខ្សែទៅ អានេះវាអាចចូលពាក់កណ្ដាល abstract ហ្នឹងឯងមែនទេបង បាទហើយមួយទៀតនោះយើងគូនៅអាភូមិ វ៉ាវ វាមានទឹកភ្លៀងទឹកអី អូខាងនោះជាមួយតិចខ្ញុំដើរទៅថតឲ្យបងប្អូនមើលតែឥឡូវសុំបង្ហាញនៅនេះខ្លះហើយសម្រាប់ព្រះអង្គអត់សម្រាប់បងប្អូនដែលចូលចិត្តព្រះអង្គប្រពុតបងប្អូនអាចមើលប្រភេទរូបរបស់នេះបាននេះធំស្អាតពណ៌មានផាត់ពណ៌ខៀវទៀតខាងនោះប៉ុន្តែខ្ញុំមានអារម្មណ៍ថាព្រះពុទ្ធនេះទៅរកបែបចិនច្រើនជាងមែនទេបង បាទនឹងរូបនឹងយើងដកស្រង់ពីចិនមក បាទព្រោះពុទ្ធពីប្រទេសមួយទៅប្រទេសមួយអាចខុសគ្នាតិចមកខ្មែរខុសពីហ្នឹងមកថៃខុសពីហ្នឹងតែនេះមើលខ្ញុំមានអារម្មណ៍ថាដូចប្រពុតរបស់ចិនច្រើនជាងអញ្ចឹងមកពុទ្ធនេះប្រភ័ក្រមើលទៅសំទោសប្រើពាក្យមុខខ្ញុំ គាត់នឹងចិនចាំពណ៌ បាទនោះចិន ចិនចាំ ប្រពុតនៅក្នុងពីប្រទេសមួយទៅប្រទេសមួយអាចថាខុសគ្នាតិចតួចអញ្ចឹងទៅហើយខាងក្រោមនេះរូបព្រំបងប្អូនមានទឹកស្រះមានដំរីយើងអត់សូវចោលដំរីព្រោះដំរីលើកមែនតើនេះប្រាសាទអង្គរវត្តហើយនឹងព្រះសង្ឃអូខាងនេះមានដូចគ្នាដូចរូបមិញដែរព្រះសង្ឃតែមើលទៅមានទឹកភ្លៀងមានអារម្មណ៍ថាដូចភ្លៀងក្រោមដំណក់ភ្លៀងបងប្អូនស្អាតមែនតើ នេះតម្រៃបងប្អូនអូសេះនេះក៏ស្អាតដែរនេះសេះក៏ស្អាតដែរវ៉ាវខ្ញុំស្រឡាញ់រូបសេះនេះមែនទេអាយ៉ាវ៉ាវអូស្អាតខ្ញុំស្រឡាញ់សេះជាទូទៅសេះនេះស្អាតតែនេះគំនូសនេះធម្មតាអត់បៀអីណាបងណាស៊ីអត់សេះអត់មានបួយបៀអីណាអានេះក៏ប្រើជក់បងប្អូនអញ្ចឹងមើលទៅវាអត់ផុសឡើងប៉ុន្តែវាអាចថាมันផុសឲ្យចេញក្រៅប៉ុន្តែយើងមើលទៅរូបនោះផុសចេញមកដែរដូចសេះមើលទៅវាលក្ខណៈដូចថាសឹងដូចសេះមែនតើណាមើលមានអារម្មណ៍ដូចមិនមែនគំនូស្តៀងគេហៅរូបថតណាខ្ញុំដាក់ចូលព្រឹកបើកដែរបងបើកតែយប់ឯងមែនទេព្រោះ9ព្រឹកណាបងអូនេះបើកនេះគឺតម្រៃមួយរយៈនេះស្ងាត់ខ្លាំងហើយបងស៊ីមៀប ងាត់សរោមកពេលខ្លះខ្ញុំលក់2ថ្ងៃឲ្យបាន$5 ស្ដាយមែនតើអញ្ចឹងបងប្អូនដែលមកដល់សៀមរាបឲ្យចង់បានគំនូបែបបៀកនេះកុំភ្លេចមកចូលមកមើលនៅហាងបងណាបងប្អូននៅផ្សារនេះគេហៅ Art Night Market នៅទល់មុខផ្សារចាស់អញ្ចឹងស្ពានផ្សារចាស់មកត្រង់មកបងប្អូនធ្វើគំនូគាត់ថាដល់បន្ទប់ទឹកនឹងឲ្យចាំមើលខ្ញុំនឹងភិនទីតាំងកន្លែងនេះមួយហើយជូនខ្ញុំនឹងដាក់នៅក្នុងវីដេអូអញ្ចឹងបងប្អូនដែលគាត់ចាប់អារម្មណ៍គាត់អាច
មកទីតាំងនេះបានអញ្ចឹងណាបងប្អូនហើយជាប់គំនូបៀកនេះក៏មានគំនូស្បែកដែលខ្ញុំបានថតមុនហ្នឹងណាបងប្អូន ផ្លូវនេះមានពីរស្បែក បាទស្បែកមួយគំនូបៀកមួយ បាទ អញ្ចឹងនៅផ្សារនេះខ្ញុំនឹងភិនទីតាំងជាមួយខ្ញុំភិនទីតាំងឲ្យចំហាងហ្មងអញ្ចឹងបងប្អូនចង់មករកឬក៏ចង់មកមើលបងប្អូនអាចមកមើលគាត់បានអញ្ចឹងណាបងប្អូនជេដាក់ លេខទូរស័ព្ទនឹងនេះ នេះបងប្អូន បាទ នេះលេខទូរស័ព្ទ នេះផ្លាកមុខប៉ុណ្ណាណៃ អូចាំខ្ញុំថតផ្លាកឲ្យបាទនេះផ្លាកហាងគាត់ឲ្យមានលេខទូរស័ព្ទមាន Facebook អីចឹងណាបងប្អូនមាន Telegram មាន WhatsApp អីចឹងទៅហើយនេះគំនូដែលខ្ញុំថាគាត់មិញគាត់អង្គុយកំពុងគូសប៉ុន្តែដោយសារខ្ញុំចូលថតកន្លែងគាត់ទៅក៏រំខានពេលគាត់បាត់ដែរ អីទេបង នេះដំបីអត់មែនទេហើយតែខ្ញុំមាន name card គាត់មួយដែរចាំមកខ្ញុំដាក់ជូនបងប្អូនសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍តែឥឡូវមិត្តភក្តិខ្ញុំគេកំពុងចាប់អារម្មណ៍មួយកំពុងតាក់ទងប្រពន្ធសិនសុំ approval ពីប្រពន្ធសិន ចាំជជែកគេថតទៅហើយនេះគាត់ទៅគាត់បើកម៉ោង 9 ដែរហ្នឹងហើយចាំបើគាត់នេះចាំព្រោះយើងអត់ទាន់ចេញទៅភ្លាមយើងជិះកាត់មកវិញតែនេះអូហានេះក៏ស្អាតដែរបងប្អូនអូឆ្លោះស្អាតមែនតើនេះបងប្អូនគំនូដែលខ្ញុំចាប់អារម្មណ៍ជាងគេហ្នឹងគឺគំនូមួយនេះហើយគាត់មានຂະຫນាតរបស់គាត់មានអាធំអានេះមិនម៉ានគាត់ម៉ានបង 820 8 × 120ហើយចំណែកអានេះអាຂະຫນាតតូចបងប្អូនអានេះម៉ានបង អាហ្នឹងខ្នាតកន្លះម៉ែត្រ1ម៉ែត្រ ចន្លោះម៉ែត្រ1ម៉ែត្រនេះបងប្អូនកន្លះម៉ែត្រ1ម៉ែត្រវ៉ាវស្អាតដែរ ហ្នឹងឯនេះ អូបាទខ្ញុំសង្កេតឃើញតាមភ្ញៀវតិចមែនតើដើរមកសឹងអត់ឃើញមានភ្ញៀវហ្នឹងឥឡូវ តាមមិនបាននាំកូនពូនបាត់ទៅប្រទេសហើយចូលយើងមកដល់ទៅមក អូបាទត្រូវគាត់បើគាត់តានលក់តាំងម៉ោង 9 ឥឡូវខ្ញុំសង្កេតឃើញនៅសៀមនេះស្ងាត់ដែរក៏ប៉ុតមិនស្ងាត់តែនៅនេះទេបងបាត់ដំបងមិនសិនមិញខ្ញុំទៅមើលបជាវក៏ស្ងាត់ដែរកាលពីមួយខែមុននៅបាត់ដំបងឃើញភ្ញៀវគ្រាន់តែមិនសិនមិញមួយថ្ងៃស្ងាត់មែនតើចាប់ដើមស្ងាត់ខែលោបាទខែភ្លៀងចាប់ដើមលោភ្ញៀវតិច មានបរទេសមកមានត្រឹមខែ8 បាទ បានខែ8បាទនិយាយទៅបាន6ខែហើយយើងអាចលក់បាន បាទ ខែហ្នឹងយើងចាំត្រៀមលុយបងតោបាន អានេះតាមចាំដូចជាគេកាត់ចុងហ្នឹងមែនទេបងដើមនេះនៅឯ ដែរអត់ដែរបានទៅដែរ ដូចជាកាត់តែខ្ញុំឃើញកាត់ខ្ញុំខានមកយូរដែរអ្នកតាំងកូវីដមក អានេះប្រាសាទអី តាព្រំ តាព្រំ បាទ គេកាត់ចោលហើយឡើងច្រើនវាប៉ះពាល់ ដល់គ្រឹះប្រាសាទ វានេះ វាធ្ងន់ហើយវាចាស់ដែរហ្នឹងហ្នឹង ខ្លែលំទៅតួប្រាសាទ បាទហាទុំ ស្អាតដែរប៉ុន្តែចាំមិនឃើញអ្នកគំនូខ្លះគាត់ទៅអង្គុយជាកន្លែងទីតាំងហើយគាត់គូសតែអានេះគំនូខ្លះគូសច្រើនដងទៅចាំហើយមើលណាបង ចាំ សម័យវាមាននៅក្នុងខួរក្បាលយើងបាត់មាននៅក្នុង តែយើងហូបគេកំង កំងបាទ ហើយការមើលហូបថត បាទ ហូបនេះគូតែម្ដងហើយយើងចាំគូបានទៀត បាទ តែពីគូប៉ុណ្ណាចេញមកប៉ុណ្ណឹង ឆ្នៃថែមយើងធ្វើយូរទៅចាប់ដើមនេះស្ងាត់បងប្អូនអាចមើលដឹងថារៀងស្ងាត់អរគុណច្រើនបងប្អូនបាទ សុខសប្បាយបង បាទអរគុណ